បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទភិរៈមកពីក្រុម Online ដើម្បី Accounting Service ហៅកាត់ថា DA បាទព្រឹកនេះខ្ញុំបាទមានប្រធានបទមួយតាក់ទងជាមួយនឹងការតម្កល់ប្រតិបត្តិនៅក្រសួងពាណិជ្ជកម្មបាទចំពោះការតម្កល់ប្រតិបត្តិនៅក្រសួងពាណិជ្ជកម្មបងប្អូនត្រូវដឹងថាវាគឺជាកាតព្វកិច្ចមួយដែលយើងត្រូវធ្វើជារៀងរាល់ឆ្នាំបាទគឺជាការផ្ទៀងផ្ទាត់ពិនិត្យទៅលើព័ត៌មានក៏ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុននិងឯកសារផ្សេងៗនៅក្រសួងពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មនៅលើ website www.businessregistration.moc.gov.kh សូមបញ្ជាក់ផងដែរថាតកតងជាមួយនឹងការតម្កល់ប្រតិបត្តិនៅក្រសួងពាណិជ្ជកម្មនេះគឺយើងយោងទៅលើការបច្ចាចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាគោលយើងអាចមើលបាននៅលើវិញ្ញាបនបត្រចុះបញ្ជីក្រសួងពាណិជ្ជកម្មរបស់យើងឬមួយក៏បើសិនជាយើងមានគណនីដែលទទួលបានពីក្រសួងពាណិជ្ជកម្មយើងអាច log ចូលទៅក្នុង website ខាងលើដើម្បីពិនិត្យមើលទៅលើការបច្ចាចុះបញ្ជីឡើងវិញឬមួយក៏យើងហៅថា re-registration ដែរបើសិនជាបងប្អូនមានការភ្លេចភ្លាំងក្នុងការតម្កល់មិនបានទៀងទាត់ទៅលើការកំណត់បងប្អូននឹងត្រូវទទួលរងនឹងការពិន័យចំនួន2 លានរៀលតាមប្រកាសអន្តរក្រសួងរវាងក្រសួងពាណិជ្ជកម្មនិងក្រសួងសេដ្ឋកិច្ចលេខ1217ចុះថ្ងៃទី27វិច្ឆិកាឆ្នាំ2017សូមបញ្ជាក់ផងដែរថាការ alert របស់ក្រសួងពាណិជ្ជកម្មគឺធ្វើឡើងមកយើង4លើកតាមរយៈសារអេឡិចត្រូនិកដែលយើងបានដាក់ចុះបញ្ជីដែលយើងហៅថា email អញ្ចឹងបើសិនជាបងប្អូនដាក់ email ទៅខុសឬមួយក៏ email របស់បងប្អូនត្រូវបាន delete ចេញឬមួយក៏មិនប្រើប្រាស់នោះការទទួលខុសត្រូវគឺជាកាតព្វកិច្ចរបស់បងប្អូនពីខ្ញុំបាទភិរៈ Dynamic Accounting Service បើសិនជាបងប្អូនមានចម្ងល់ផ្សេងៗតាក់ទងជាមួយនឹងការតម្កល់ប្រតិបត្តិនេះបងប្អូនអាចតាក់ទងមកយើងខ្ញុំបាទសូមអរគុណ